ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់កម្ពុជាប្រតិកម្មទៅអង្គការ UNESCO ដែលមិនព្រមចេញប្រតិកម្មទៅកងទ័ពថៃដែលបានបាញ់បំផ្លាញប្រាសាទតាក្របីនិងប្រាសាទព្រះវិហារគឺជាបេតិកភណ្ឌពិភពលោករបស់ប្រទេសកម្ពុជាឯកឧត្តមកែវ រ៉ាមី បានសរសេរលើបណ្ដាញសង្គមរបស់ឯកឧត្តមថាអ្នកដឹកនាំអង្គការ UNESCO អាណត្តិមុនគេចេះស្រឡាញ់សម្បត្តិបេតិកភណ្ឌពិភពលោកនិងមានចំណេះជំនាញគ្រប់គ្រាន់តែអ្នកដឹកនាំជំនាន់ក្រោយមិនមានចំណេះជំនាញគ្រប់គ្រាន់សម្រាប់ដឹកនាំឡើយហើយក៏គ្មានមនុស្សចេតនាចេះស្រឡាញ់សម្បត្តិបេតិកភណ្ឌពិភពលោកឡើយឯកឧត្តមបានបន្តទៀតថាប្រទេសមុនមានចំនួននឹងគ្នាអង្គការ UNESCO តែងតែចេញមុខការពារប៉ុន្តែសម្រាប់ប្រទេសយើងវិញកងទ័ពថៃបានបាញ់បំផ្លាញប្រាសាទយ៉ាងខ្ទេចខ្ទាំតែគ្មានអ្នកជំនាញណាចេញមុខមកធ្វើទោសឡើយសម្រាប់ខ្ញុំជាកូនខ្មែរក៏ចេះឈឺចាប់ដូចជាឯកឧត្តមដែរយើងជាខ្មែរហេតុអីក៏គេមិនមើលឃើញយើងខ្លះផងមិនមែនតែឯកឧត្តមនិងខ្ញុំទេខ្ញុំជឿជាក់ថាប្រជាពលរដ្ឋខ្មែរទាំងអស់ឈឺចាប់ដូចតែគ្នាចូលស្លៀនពានមកវាយប្រាសាទរបស់យើងហើយតែគ្មានអង្គការណាចេញមកការពារសោះ